ឥឡូវនេះនៅខ្មែរយើងក៏មានធ្វើដែរបងប្អូនចង់បានជារបៀបណាគឺអាចរៀបចំជូនពុកម៉ែបងប្អូនបាន 100% នៃការងារ office នៅក្នុងរថយន្តក្រុងឥឡូវមកដល់ពេលនេះខ្ញុំសូមណែនាំពុកម៉ែបងប្អូនអញ្ជើញមករីករាយទស្សនាជាមួយនឹងរថយន្តក្រុងមួយគ្រឿងទៀតហើយដែលក្រុមការងារ VKM Motorsport យើងខ្ញុំបានធ្វើការរៀបចំជាលក្ខណៈ project បែប office នៅក្នុងរថយន្តក្រុងប្រភេទ 24 កៅអីសម្រាប់រថយន្តនេះគឺអត់អាចលម្អិតជូនពុកម៉ែបងប្អូនបាន 100% នេះទេដោយសារតែជាប្រភេទរថយន្តឯកជនភាពនេះគឺជារថយន្តក្រុងប្រភេទ 24 កៅអីរបស់ Hyundai ហើយក្រុមការងារយើងខ្ញុំបានរៀបចំចាប់ផ្ដើមពី0មកតែម្ដងដោយ project មកជុំពីមុខដល់ក្រោយនេះគឺរៀបចំនៅក្នុងយានដ្ឋាន VKM Motorsport សម្រាប់រថយន្តនេះចាប់ផ្ដើមដំបូងគឺយើងរៀបចំពីផ្នែកបាតក្រោមនៃរថយន្តនេះបន្តិចសិនចំពោះបាតក្រោមគឺមិនទាន់បានរូបរាងមកប៉ុណ្នេះទេគឺដោយសារតែមានរូបរាងទូទៅសាមញ្ញដូចជាមួយនឹងឡានក្រុងធម្មតាដែរប៉ុន្តែផ្នែកខាងក្រោមនេះក្រុមការងារយើងខ្ញុំបានធ្វើការរៀបចំឡើងមកវិញថ្មីដោយបិទផ្នែកខាងក្រោមនេះយកដេកជាលក្ខណៈពណ៌ជើងចូលដល់ផ្នែកខាងលើនេះវិញគឺជាពីដានដែលរៀបចំយ៉ាងណាឲ្យបានមានភាពងាយស្រួលនៅក្នុងការដើរចេញចូលធ្វើការនៅខាងក្នុងនេះបានហើយសូមបញ្ជាក់ជូនពុកម៉ែបងប្អូនថាពីដាននេះបងប្អូនចង់បានដេកបែបណាក៏បានផងដែរក៏ដូចជាអំពូល LED រុនទៅយកហើយនៅក្នុងការចេញផ្សាយភាយជាមួយនឹងម៉ាស៊ីនត្រជាក់ហើយសិនត្រជាក់នេះគឺយើងបានបន្ថែមចំនួន2ផងដែរហើយនៅខាងក្រោយរបស់អ្នកថតគឺនៅមានមួយក្របទៀតចំពោះសាឡុងនេះវិញក៏បានរៀបចំមកវិញសារថ្មីដោយរៀបចំយ៉ាងណាទៅជាកន្លែងដែលអាចដាក់សម្ភារៈបានក៏ដូចជារៀបចំជាមួយនឹងសាឡុងដែលយើងអាចអង្គុយធ្វើការបានហើយចំពោះបង្អួយនេះតិចទៀតគឺយើងនឹងធ្វើការរៀបចំជាវាំងននថ្មីដើម្បីបិទបាំងឯកជនភាពនៅក្នុងការធ្វើការផ្សេងៗចំពោះពុកនេះគឺយើងអាចបកយកមកប្រើប្រាស់ជាលក្ខណៈកៅអីឬក៏អាចគេងនៅលើនេះបានផងដែរនៅក្នុងរថយន្តក្រុងនេះគឺមានហបប្រអប់ក្លុបចំនួន12គ្រាប់ដែលយើងបានធ្វើការរៀបចំកាយឆ្នៃមកបើកចេញដាក់ចូលបានជាមួយនឹងសម្ភារៈណាដែលសម្ងាត់ឬក៏ជាលក្ខណៈដូចជា keyboard ដែលប្រើប្រាស់សម្រាប់ office គឺងាយស្រួលនៅក្នុងការប្រើប្រាស់ចំពោះថតទាំងអស់នេះបងប្អូនចង់ modify បែបណាក៏បានបងប្អូនចង់ប្រើថតច្រើនបែបនេះក៏បានបងប្អូនចង់ប្រើថតតិចក៏បានគឺអាស្រ័យទៅលើតម្រូវការនិងការត្រូវការរបស់ពុកម៉ែបងប្អូនចំពោះផ្នែកខាងនេះវិញខ្ញុំសូមអត់បង្ហាញច្រើននោះទេបាននិយាយឲ្យមែនតែនទៅគឺបងប្អូនចង់រៀបចំបែបណាក៏បានដែរហើយផ្នែកខាងក្រោយនេះគឺជាគ្រឿងផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងភ្លើងហើយយើងក៏លេខមកមើលផ្នែកខាងនេះវិញគឺជាបណ្ដុំភ្លើងគ្រឿងអគ្គិសនីដែលយើងរៀបចំមកយ៉ាងយកចិត្តទុកដាក់និងផ្ចិតផ្ចង់មកនៅខាងក្រោយនេះគឺយើងមានម៉ាស៊ីនត្រជាក់ចំនួន1គ្រាប់ទៀតផងដែររួមមានជាមួយនឹងការងារជាច្រើនទៀតនៅផ្នែកខាងលើដែលវាពាក់ព័ន្ធគ្នាជាមួយនឹងបច្ចេកនេះសម្រាប់ផ្នែកចំហៀងក៏មានជាលក្ខណៈប្រអប់ទាំងសងខាងក៏បានរៀបចំមកដូចគ្នាផងដែរគឺបិទជាមួយនឹងប្រភេទក្តារហើយมันមានផលរំខាននៅពេលដែលយើងបើករថយន្តមិនឲ្យលឺសំឡេងនោះទេបងប្អូនអរគ្នាចំណុចពិសេសមួយទៀតដែលពុកម៉ែបងប្អូនអាចនឹងមិនសូវជាចាប់អារម្មណ៍នោះទេដោយរថយន្តក្រុងនេះក៏យើងបានបន្ថែមជាមួយនឹងជើងដោយនៅពេលណាដែលយើងត្រូវការប្រើប្រាស់ឈប់ប្រើជាមួយនឹងរថយន្តនេះចុចតម្លាក់ដើម្បីឲ្យទប់រថយន្តមានលំនឹងគឺនឹងធ្វើឲ្យមានផាសុកភាពនៅពេលដែលយើងធ្វើការងារនៅក្នុងរថយន្តគ្រឿងបង្គុំជាច្រើនខ្លាំងមែនទែនដែលក្រុមការងារយើងខ្ញុំបានធ្វើការរៀបចំតាំងពីការចាប់ផ្ដើមពី0រហូតមកដល់ចំណុចប៉ុណ្នេះចំពោះកែងចំពោះគ្រឿងផ្សេងរចនាបថយ៉ាងយកចិត្តទុកដាក់ក្រឹតក្រមតែម្ដងមិនថាគ្រឿងបន្តិចបន្តួចយ៉ាងណាយ៉ាងណីក្តីរៀបចំយ៉ាងណាគឺឲ្យម្ចាស់រថយន្តហ្នឹងគឺគាត់យកទៅប្រើប្រាស់ពេញចិត្តតែម្ដងបងប្អូនហើយចំពោះការងារនេះគឺយើងនឹងទំនួលខុសត្រូវ 100% រាល់ការងារដែលក្រុមការងារយើងខ្ញុំបានធ្វើការរៀបចំចាប់ផ្ដើមជាមួយនឹង project មួយនេះបងប្អូនមិនបាច់បារម្ភទេនៅពេលដែលយករថយន្តទៅប្រើប្រាស់ខូចខាតនេះមានបញ្ហានេះឬសលេងឬក៏អញ្ចេះចោះបងប្អូនមិនបាច់បារម្ភទេក្រុមការងារយើងខ្ញុំគឺមានទំនួលខុសត្រូវខ្ពស់ជាមួយបច្ចេកនានាដែលរៀបចំដោយយានដ្ឋាន VKM Motorsport អញ្ចឹងសម្រាប់បច្ចេកទាំងឡាយណាដែលពាក់ព័ន្ធជាមួយនឹងប្រភេទរថយន្ត motor home office នៅក្នុងរថយន្តក្រុងផ្ទះនៅក្នុងរថយន្តក្រុងឬក៏ការងារបែបឯកជនផ្សេងៗពាក់ព័ន្ធជាមួយនឹងលើរថយន្តជាលក្ខណៈ mobile បាទគឺជាលក្ខណៈចល័តនឹងឯងបងប្អូនមានតម្រូវការបែបណាអាចពិភាក្សាគ្នាផ្ទាល់យើងអាចជជែកគ្នាទៅបងប្អូនចង់បានជារបៀបណាគឺអាចរៀបចំជូនពុកម៉ែបងប្អូនបាន 100% ទាំងអស់តែម្ដងទៅតាមប្រភេទការងារដែលពុកម៉ែបងប្អូនត្រូវការមិនមែនមានតែប្រភេទរថយន្តដែលយើងប្រើជាលក្ខណៈ mobile home ជាលក្ខណៈ office ចល័តឬក៏អីផ្សេងៗទេមានជាលក្ខណៈរថយន្តអាជីវកម្មផងដែរក្នុងនោះរួមមានដូចជារថយន្តដែលយើងលក់ដូរចល័តជាប្រភេទកាហ្វេភេសជ្ជៈឬក៏ជាលក្ខណៈដឹកអីវ៉ាន់គឺមានច្រើនបែបខ្លាំងមែនទែនសម្រាប់តម្រូវការអតិថិជនទៅតាមតម្រូវការផ្សេងៗគ្នារបស់ពួកគាត់សូមធានាជូនពុកម៉ែបងប្អូនថាមិនធ្វើឲ្យពុកម៉ែបងប្អូនខកបំណងទេចំពោះបច្ចេកដែលពុកម៉ែបងប្អូនត្រូវការទៀតសោតបងប្អូនមិនចាំបាច់ទៅរកបរទេសអីទៀតទេឥឡូវនេះនៅខ្មែរយើងក៏មានធ្វើដែរ
ជាមួយនឹងការងារនៅលើរថយន្តបែបនេះជាចុងក្រោយក៏សូមអរគុណបងប្អូនទាំងអស់គ្នាផងដែរនៅក្នុងការតាមដានទស្សនាវីដេអូនេះអញ្ចឹងបើសិនជាមានការចាប់អារម្មណ៍បងប្អូនទាំងអស់គ្នាអាចធ្វើការទំនាក់ទំនងលេខទូរស័ព្ទដែលក្រុមការងារយើងខ្ញុំបានដាក់នៅពីលើ caption ផងដែរអរគុណសំណាងល្អជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត